នេះគឺជា mini microphone របស់ដៃទីវាមានឈ្មោះថា VMIC D4 Mini វាជាប្រភេទ microphone សម្រាប់ដាក់នៅពីលើកាមេរ៉ាដើម្បីធ្វើការចាប់យកសំឡេងឲ្យបានកាន់តែល្អជាងមុនហើយខ្ញុំបានប្រើប្រាស់ microphone នេះរយៈពេល7-2 ខែដែរហើយខ្ញុំបានយកទៅថតប្រភេទបែបដើរលេងក៏ដូចជាបែប mini documentary ផងដែរហើយជាលទ្ធផលឃើញថាដៃទីគឺពិតជាធ្វើការបានល្អមែនទែនទៅលើប្រភេទ mini microphone របស់ខ្លួនហើយចំពោះរូបរាងរបស់វាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងដោយសារតែវាជាប្រភេទ mini អញ្ចឹងគឺវាមានរូបរាងតូចមែនទែនมันធ្វើឲ្យយើងពិបាកក្នុងការយកទៅតាមខ្លួននោះទេហើយ microphone នេះគឺជាប្រភេទដែលមិនប្រើថ្មអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់បារម្ភពីការអស់ថ្មអំឡុងពេលកំពុងតែថតអីនោះទេយើងគ្រាន់តែដោត run output មកហើយ input ចូលទៅកាមេរ៉ាទៅគឺជាការស្រេចតែម្ដងអូខេឥឡូវយើងនិយាយពីគុណភាពសំឡេងវិញម្ដងតើគុណភាពសំឡេងរបស់វាយ៉ាងម៉េចដែរខ្ញុំនឹងធ្វើការតេស្តឲ្យអ្នកទាំងអស់គ្នាបានស្ដាប់តែម្ដងអូខេឥឡូវយើងតេស្តសំឡេងនៅក្នុងបន្ទប់សិនជាទូទៅនៅក្នុងបន្ទប់គឺវាដឹងថាស្រូបសំឡេងបានល្អហើយខ្ញុំសាកដាក់នៅរៀងឆ្ងាយពីខ្ញុំ1 2 3នៅខាងក្រៅខ្ញុំគឺគេកំពុងតែច្រៀងខារ៉ាអូខេបដាហើយជាទូទៅថ្ងៃសម្រាប់អញ្ចឹងគឺដឹងថាពួកគាត់ចាក់បាសផឹកស៊ីអូខេឥឡូវខ្ញុំនៅ outdoor ហើយដំបូងនេះគឺខ្ញុំអត់ប្រើ microphone ដាក់នៅពីលើទេចឹងអ្នកនរគ្នាស្ដាប់លើសំឡេងហើយបរិយាកាសជុំវិញហ្នឹងគឺវាចាក់ខ្លាំងប៉ុន្តែសំឡេងរបស់យើងអ្នកនៅខាងមុខហ្នឹងវាអត់សូវ focus ទេយ៉ាឥឡូវនេះខ្ញុំដាក់ microphone ហើយអ្នកនរគ្នាអាចស្ដាប់ពីភាពខុសគ្នារវាងយើងប្រើសំឡេង original ពីកាមេរ៉ាហើយនឹងយើងដាក់ microphone នៅពីលើវារួមជាទូទៅយើងថតនៅខាងក្រៅអញ្ចឹងវាតតែយើងប្រើប្រភេទ mic ប្រភេទអីបានវាអាចចាប់សំឡេងយើងបានច្បាស់បើសិនជាយើងឆ្ងាយពីកាមេរ៉ាណាប៉ុន្តែសម្រាប់យើងថតត្រូវការយក ambient អីចឹងខ្ញុំគិតថា yes microphone នេះវាចាប់យកសំឡេងបានទាំងអ្នកដែលនិយាយគៀកកាមេរ៉ាហើយសំឡេងនៅ background ហ្នឹងវានៅតែរក្សាបានល្អដដែលចំណុចពិសេសបន្ថែមដែល microphone នេះមាននោះគឺវាមាន run input បន្ថែមមួយទៀតនៅកន្លែងនេះអញ្ចឹងយើងអាចដោត microphone បន្ថែមបានមួយទៀតហើយវានឹងធ្វើការបំបែកសំឡេងចេញជា2 channel គេហៅថា stereo split ហើយយើងធ្វើការងារ post production បន្ថែមតែបន្តិចយើងនឹងបានសំឡេង2ចេញមកសម្រាប់ដោតនៅក្នុងកាមេរ៉ាតែមួយនិយាយទៅចំណុចនេះគឺមានក៏បានអត់ក៏បានប៉ុន្តែបើមានវាកាន់តែងាយស្រួលក្នុងករណីខ្លះដែលយើងត្រូវការប្រើសំឡេង2ចំណុចពិសេសមួយដែលធ្វើឲ្យខ្ញុំសម្រេចចិត្តទិញ D4 Mini នេះក៏ដោយសារតែតម្លៃរបស់វាផងដែរវាមានតម្លៃក្រោម$50ទេដែលខ្ញុំបានទិញពីហាងកាមេរ៉ា Hut តម្លៃប៉ុណ្នេះគឺសមរម្យហើយគុណភាពដូចអ្នកទាំងអស់គ្នាបានស្ដាប់អញ្ចឹងគឺគុណភាពដែលយើងអាចទទួលយកបាននៅក្នុងការងារមធ្យមហើយក៏ដូចជាការងារផលិតមាតិកាប្រចាំថ្ងៃហើយនឹងថត vlog អីហ្នឹងគឺត្រូវម៉ាច់តែម្ដងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើការ review microphone របស់ Godox ដែលខ្ញុំបានប្រើជិតកន្លះឆ្នាំដែរហើយអូខេអញ្ចឹងចង់ដឹងថាវាមិនដែរកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នា